ពួកផ្លូវបង្កើតសង្គមផ្លូវបង្កើតសកម្មភាពសេដ្ឋកិច្ចផ្លូវ50សេដែលគ្រោងធ្វើដែលភ្ជាប់ពីខេត្តកំពង់ធំទៅកំពង់ឆ្នាំងឥឡូវពីផ្លូវជាតិលេខ5ផ្លូវជាតិលេខ6យើងមានការលំបាកបើអត់ចង់ឆ្លងទឹកតើតែយើងធ្វើដំណើរឆ្ងាយបាទទៅឆ្លងនៅព្រៃក្តាមឬមួយក៏ទៅកាត់សៀមរាបវងចុះមកប្រទាយមានជ័យកាត់បាត់ដំបងពោធិ៍សាត់ទៅវិញតែពេលដែលយើងធ្វើផ្លូវធ្វើស្ពានឆ្លងកាត់កំពង់ធំកំពង់ឆ្នាំងយើងតភ្ជាប់កាន់តែជាប់កាន់តែជិតឥឡូវពីកញ្ចេះមកកំពង់ចាមយើងមានផ្លូវប្រមាណផ្លូវជាតិលេខ7នេះមួយផ្លូវកាត់តាមក្រូចឆ្មានេះឆ្លងស្ពានស្ទឹងត្រង់មួយឥឡូវទីទៀតឆ្លងស្ពានព្រៃប្រសពធ្វើផ្លូវមួយលេខប្រមាណឯដំពេញពនាដែលបុកមក60B នឹងតភ្ជាប់មកទៀតអញ្ចឹងទៅសៃឈាមយើងធ្វើពីមុនយើងមានតែផ្លូវជាតិធំឥឡូវយើងធ្វើឆ្អឹងជនីទៅសៃឈាមភ្ជាប់តគ្នាដើម្បីឲ្យអ្នករស់តំបន់ហ្នឹងកាន់តែងាយស្រួលក្នុងការធ្វើដំណើរបើប្រជាជនរស់នៅកន្លែងហ្នឹងងាយស្រួលប្រជាជនទៅរស់នៅច្រើនសេដ្ឋកិច្ចក៏ទៅកើនអញ្ចឹងការតភ្ជាប់ផ្លូវនេះគឺតជាប់នៃជីវិតនិងសរសៃឈាមដែលនាំឈាមទៅចិញ្ចឹមនៅគ្រប់កន្លែងទាំងអស់នៃប្រទេសរបស់យើងនៅតាមមូលដ្ឋានយើងកសាងផ្លូវបេតុងមូលនិធិឃុំនៅតាមស្រុកមួយចំនួនអញ្ចឹងអាតូចក៏តភ្ជាប់មកសរសៃធំនេះក៏មានផ្លូវកាន់តែច្រើន